តើអ្នកគិតយ៉ាងម៉េចនៅពេលដែលឮពាក្យថាមន្ទីរពេទ្យបេសកកម្មមានអ្នកជំងឺក្រីក្ររាប់ពាន់តម្រង់ជួរយ៉ាងវែងហើយគ្រូពេទ្យបរទេសគ្មានពេលសម្រាកសោះស្ដាប់មើលទៅដូចជាអស្ចារ្យណាស់មែនទេក៏ប៉ុន្តែមន្ទីរពេទ្យបេសកកម្មដែលដំណើរការបែបនេះភាគច្រើនគឺយកតម្រូវការជាគោលដោយផ្ដោតតែទៅលើតម្រូវការជាជាងលទ្ធភាពនិងនិរន្តរភាពយូរអង្វែងហើយភាគច្រើនពួកគេមិនអាចឈរនៅរឹងមាំបានយូរឡើយចំណែកការថែទាំអ្នកជំងឺត្រូវរងទុក្ខវិជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបាក់កម្លាំងហើយធនធានក៏ថយចុះដែលជាហេតុជំរុញឲ្យមន្ទីរពេទ្យបិទទ្វារលែងដំណើរការនៅមជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជាយើងបានជ្រើសរើសយកការធ្វើតាមលទ្ធភាពដើម្បីផ្ដោតការយកចិត្តទុកដាក់ទៅលើគុណភាពនិងនិរន្តរភាពយូរអង្វែងដើម្បីធ្វើវាបានយើងបានចាប់ផ្ដើមជាមួយសំណួរសំខាន់ៗមួយចំនួនតើយើងប្រកាសបានយ៉ាងម៉េចថាយើងអាចផ្ដល់ការថែទាំប្រកបដោយគុណភាពខ្ពស់ទៅដល់អ្នកជំងឺផ្ដល់ការបណ្ដុះបណ្ដាលដ៏ល្អបំផុតទៅដល់វិជ្ជបណ្ឌិតផ្ដល់ការថែទាំខាងព្រលឹងវិញ្ញាណទៅដល់អ្នកជំងឺនិងផ្ដល់ឱកាសសិក្សាព្រមទាំងពង្រឹងខាងព្រលឹងវិញ្ញាណទៅដល់បុគ្គលិកចម្លើយរបស់យើងគឺបង្កើតរចនាសម្ព័ន្ធមួយរួមមានបរទេសដែលជាអ្នកបណ្ដុះបណ្ដាលត្រូវរៀនភាសាខ្មែរហើយអាចប្រើប្រាស់បានព្រមទាំងមានគោលដៅយូរអង្វែងនិងចាប់ដៃគូជាមួយក្រុមជំនុំឬអង្គការគ្រីស្ទបរិស័ទដែលយើងទុកចិត្តនៅទូទាំងប្រទេសកម្ពុជាដែលយើងហៅថាដៃគូបញ្ជូនកម្មវិធីដៃគូបញ្ជូនរបស់មន្ទីរពេទ្យមេត្តាករុណាកម្ពុជាគឺជាប្រព័ន្ធថ្មីមួយដែលផ្ដល់ឥទ្ធិពលជាអតិបរមានិងឈានទៅរកការសម្រេចបាននូវលទ្ធផលក្នុងកម្រិតជាច្រើននៅថ្ងៃនីមួយៗយើងមិនបានបើកទ្វារចំហទទួលអ្នកជំងឺដ៏ច្រើនឥតគណនានិងតម្រូវការដែលយើងមិនអាចបំពេញបានព្រមទាំងជួបមនុស្សដែលយើងអាចនឹងគ្មានឱកាសក្នុងការជួបម្ដងទៀតនោះទេដោយឡែកយើងជំនួសមកវិញដែលឲ្យដៃគូបញ្ជូនជាអ្នកជ្រើសរើសអ្នកដែលគួរបញ្ជូនមកហើយយើងទុកចិត្តថាព្រះអង្គនឹងធ្វើការតាមរយៈដៃគូទាំងនេះដៃគូទាំងនេះនឹងជួយតាមដានស្ថានភាពអ្នកជំងឺក៏ដូចជាខាងព្រលឹងវិញ្ញាណនិងផ្ដោតទៅលើការពង្រីកដំណឹងល្អព្រះដៃគូទាំងនេះគឺជាអង្គការគ្រីស្ទបរិស័ទថ្នាក់ដឹកនាំក្រុមជំនុំនិងបេសកជនបរទេសពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាពួកគាត់ធ្វើការយ៉ាងស៊ីសង្វាក់ជាមួយ MMCC ក្នុងការផ្ដល់ការថែទាំសុខភាពប្រកបដោយគុណភាពនិងនាំដំណឹងល្អព្រះទៅទូទាំងប្រទេសកម្ពុជាមានអ្នកជំងឺជាច្រើនបានបើកចិត្តទទួលជឿព្រះយេស៊ូវនៅពេលដែលឃើញសេចក្តីស្រឡាញ់របស់ព្រះអង្គបង្ហាញចេញតាមរយៈបុគ្គលិករបស់ MMCC រួមនឹងការដែលលើពីការប្រកាសដំណឹងល្អពីបុគ្គលិកដំណឹងល្អផងដែរតួយ៉ាងមានប៉ូលីសម្នាក់ដែលគាត់ប្រឆាំងមិនទទួលដំណឹងល្អព្រះពីបេសកជននៅក្នុងភូមិថ្ងៃមួយប្រពន្ធគាត់ធ្លាក់ខ្លួនឈឺធ្ងន់ហើយក៏បានមកទទួលការព្យាបាលនិងឮដំណឹងល្អព្រះពីអ្នកជឿនៅ MMCC ពេលត្រឡប់ទៅភូមិវិញគាត់បានទៅផ្ទះបេសកជននោះគាត់គោះទ្វារហើយនិយាយថាខ្ញុំចង់ដឹងអំពីព្រះយេស៊ូវថែមទៀតដៃគូបញ្ជូនរបស់យើងមិនគ្រាន់តែបញ្ជូនអ្នកជំងឺប៉ុណ្ណោះទេពួកគាត់ជួយពង្រឹងអ្នកដែលទទួលជឿព្រះដោយបំពាក់អ្នកទាំងនោះជាមួយនឹងធនធានក្នុងការសិក្សាបន្ថែមជួយគាំទ្រពួកគេព្រមទាំងដាក់ពួកគេទៅតាមក្រុមជំនុំក្នុងតំបន់របស់ខ្លួនភាគច្រើនអ្នកជំងឺទាំងនេះត្រឡប់ទៅកាន់ស្រុកភូមិវិញដោយមានចិត្តឆេះឆួលក្នុងការចែកចាយដំណឹងល្អរបស់ព្រះទៅកាន់អ្នកដទៃផ្សេងទៀតជាក់ស្ដែងមានមេភូមិម្នាក់គាត់បានទទួលជឿព្រះអង្គនៅពេលដែលគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់យើងក្រោយពេលត្រឡប់ទៅដល់ភូមិវិញគាត់បានចេញពីផ្ទះមួយទៅផ្ទះមួយចែកចាយនៅអ្វីដែលគាត់រៀនបានមានអ្នកភូមិជាច្រើនបានចាប់អារម្មណ៍ហើយចង់ស្វែងយល់បន្ថែមទៀតគាត់បានសុំឲ្យដៃគូបញ្ជូនជួយហើយបាននិយាយថាខ្ញុំបានបង្រៀនពួកគាត់នៅអ្វីទាំងអស់ដែលខ្ញុំបានដឹងហើយឥឡូវមានចំនួន5ក្រុមបានជួបជុំគ្នានៅក្នុងភូមិក្រោយមកដៃគូបញ្ជូនបានផ្ដល់ការបង្រៀនព្រះគម្ពីររយៈពេលពេញ1ឆ្នាំក្នុងការពង្រឹងសេចក្តីជំនឿអ្នកទាំងនោះមិនយូរប៉ុន្មានក៏មានអ្នកជឿកើនឡើងរហូតដល់ជាង500នាក់ជួបជុំគ្នាថ្វាយបង្គំនៅតាមផ្ទះក្នុងតំបន់នោះក្រៅពីការបញ្ជូនអ្នកជំងឺដៃគូបញ្ជូនរបស់យើងគឺជាផ្លូវមួយក្នុងការស្វែងរកបុគ្គលិកនិងបេក្ខជនក្នុងការមកធ្វើការជាមួយ MMCC ព្រោះដៃគូទាំងនេះបានមើលឃើញអ្នកទាំងនោះធំឡើងក្នុងជីវិតក្នុងព្រះអង្គម្ចាស់ព្រមទាំងស្គាល់ដួងចិត្តនិងសក្តានុពលរបស់ពួកគេត្រូវនឹងតម្រូវការរបស់ MMCC វិធីនេះមានប្រសិទ្ធភាពជាងការចំណាយពេល1ម៉ោងក្នុងការធ្វើការសម្ភាសន៍មានវេជ្ជបណ្ឌិតវ័យក្មេងជាច្រើនកំពុងតែទទួលការបណ្ដុះបណ្ដាលក្នុងកម្មវិធី Family Medicine Residency Program របស់យើងដែលត្រូវបានបញ្ជូនដោយដៃគូបញ្ជូនដ៏ស្មោះត្រង់របស់យើងទាំងនេះ
ចាប់តាំងពីឆ្នាំ2012មក MMCC បានផ្ដល់ជូននូវសញ្ញាបត្រជូនដល់វេជ្ជបណ្ឌិតវ័យក្មេងពី3ទៅ4នាក់ក្នុងមួយឆ្នាំដោយអ្នកជំងឺត្រូវបានបញ្ជូនមកដោយដៃគូដូច្នេះទំហំការងារគឺសមល្មមដែលយើងមានពេលគ្រប់គ្រាន់ក្នុងការធ្វើការបណ្ដុះបណ្ដាលប្រកបដោយគុណភាពវេជ្ជបណ្ឌិតវ័យក្មេងទាំងនេះត្រូវបានរៀបចំក្នុងការបញ្ជូនចេញទៅទូទាំងប្រទេសកម្ពុជាភាគច្រើនពួកគេត្រឡប់ទៅកាន់ខេត្តរបស់ពួកគេវិញបើគ្លីនិកទូចមួយក្នុងការពិនិត្យព្យាបាលអ្នកក្រីក្រនិងប្រកាសដំណឹងល្អមានមួយចំនួនបានចេញទៅរួចរាល់ហើយមួយចំនួនទៀតកំពុងតែត្រៀមខ្លួនក្នុងការចាក់ចេញទៅពួកគេចាប់ដៃគូជាមួយក្រុមជំនុំក្នុងតំបន់ក្នុងការប្រកាសពីសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តវេជ្ជបណ្ឌិតមួយចំនួនបានជ្រើសរើសបន្តធ្វើការនៅ MMCC ជាអ្នកបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតខ្មែរជាច្រើនផ្សេងទៀតស្របទៅតាមគោលដៅរយៈពេលវែងរបស់ MMCC ដែលមានអ្នកដឹកនាំជាជនជាតិខ្មែរនេះហើយជាអ្វីដែលយើងហៅថាការផ្លាស់ប្ដូរក្នុងរយៈពេលវែងចាប់ផ្ដើមពីដំណោះស្រាយបញ្ហាដ៏មានសក្តានុពលមួយចំនួនបានធ្វើឲ្យយើងបានរីកធំឡើងជាលំដាប់យើងពិតជាអរគុណខ្លាំងណាស់ចំពោះដៃគូបញ្ជូនរបស់យើងតាមរយៈការសហការនេះយើងនឹងកំពុងតែនាំដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទទៅទូទាំងប្រទេសកម្ពុជាដោយក្នុងព្រះគម្ពីរលូកាចំពុក 9 ខ 2 បានចែងថាទ្រង់ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរព្រះហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង